ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel រៀនភាសាកូរ៉េ MNKO Learning ទាំងអស់គ្នាហើយថ្ងៃនេះផងដែរគឺយើងមករៀនអំពីវេយ្យាករណ៍នៅក្នុងភាសាកូរ៉េតើអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅដល់មេរៀនយើងទាំងអស់គ្នាវេយ្យាករណ៍កូរ៉េទម្រង់ ichio មែនទេឬក៏ឬទេទម្រង់មញងសាបូកជាមួយនឹង ichio គឺជាទម្រង់ដែលអ្នកនិយាយចង់សួរបញ្ជាក់ទៅអ្នកស្ដាប់ដើម្បីបញ្ជាក់ពីអ្វីមួយឬសួរទៅអ្នកស្ដាប់ក្នុងគោលបំណងស្វែងរកការយល់ព្រមអ្វីមួយពីអ្នកស្ដាប់ជាធម្មតាទម្រង់នេះអ្នកនិយាយនិងអ្នកស្ដាប់សុទ្ធតែបានដឹងរឿងដែលគេកំពុងនិយាយហើយពួកគេសួរបញ្ជាក់បន្ថែមឲ្យកាន់តែច្បាស់ឬក៏បញ្ជាក់ការពិតបន្ថែមករណីគេប្រើក្នុងទម្រង់អតីតកាលគេប្រើទម្រង់ ad otchio និងទម្រង់អនាគតកាលគឺ ឬក៏ real ក៏ chio គេក៏អាចប្រើទម្រង់ katchio នេះទៅជាទម្រង់ cho បានផងដែរឧទាហរណ៍ masicho តើឆ្ងាញ់ទេ thopcho តើក្តៅមែនទេរបៀបប្រើនាមដែលបញ្ចប់ដោយព្យញ្ជនៈប្រើ ichio នាមដែលបញ្ចប់ដោយស្រៈប្រើ chio ឧទាហរណ៍ហាក់សេងប្រែថាសិស្សចឹងហាក់សេងទៅជាហាក់សេង ichio តើជាសិស្សមែនទេហွេសាប្រែថាក្រុមហ៊ុនទៅជាហွេសា chio តើជាក្រុមហ៊ុនមែនទេខកគេនឹងហៅចង់សេរី chio តើទីនោះគឺជាបន្ទប់ទឹកមែនទេថើមជូនឹងឈូសុកគី chioតើសប្តាហ៍ក្រោយគឺជាឈូសុកមែនទេសូរឿនហាន់គូកេតូស៊ីជីយ៉ូទីក្រុងសេអ៊ុលគឺជាទីក្រុងនៃប្រទេសកូរ៉េមែនទេនៃរឿនហ៊ូកាជីយ៉ូតើថ្ងៃស្អែកជាថ្ងៃជប់សម្រាកមែនទេសម្រាប់កិរិយាសព្ទនិងគុណនាមគឺយើងប្រើទម្រង់ជីយ៉ូទាំងបញ្ចប់ដោយស្រៈនិងព្យញ្ជនៈឧទាហរណ៍ម៉ាស៊ីតាទៅជាម៉ាស៊ីជីយ៉ូប្រែថាតើឆ្ងាញ់មែនទេខាដាទៅជាខាជីយ៉ូប្រែថាតើទៅមែនទេជុំរយោហេងលខាជីយ៉ូតើនៅចុងសប្តាហ៍ទៅធ្វើដំណើរកម្សាន្តមែនទេក្នុងករណីយើងប្រើនិយាយជាមួយមិត្តភ័ក្តិឬក៏មនុស្សអាយុតិចជាងយើងឬក៏មានឋានៈតូចជាងយើងនោះយើងអាចប្រើទម្រង់ខ្លីគឺនិយាយតែជីក៏បានឧទាហរណ៍តូពូគីម៉ាស៊ីជីតើតូពូគីឆ្ងាញ់មែនទេតូនឺថាសុតជីតើចាយលុយអស់ហើយអ៊ីលថាកិនណាត់ជីតើការងារចប់អស់ហើយចាំមេរៀនយើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយក៏អរគុណច្រើនសម្រាប់ពុកម៉ែបងប្អូនដែលតាមដានទស្សនាវីដេអូនេះប្រសិនបើបងប្អូនចូលចិត្តសូមកុំភ្លេចជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីៗនៅក្នុងវីដេអូបន្តទៀត